ហើយរឿងមួយទៀតដូចជាក្រមប្រឆាំងនៅក្រៅប្រទេសខ្ញុំប្រកាសណាខ្ញុំបាទគិតថាក្រមប្រឆាំងនៅក្រៅប្រទេសនោះប្រសិនបើមិនមកចូលរួមក្នុងការបោះឆ្នោតប្រសិនបើមិនប្រកួតប្រជែងតាមរយៈការបើកគណៈបកនយោបាយដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតក្រមប្រឆាំងនឹងទោះបីប្រឆាំង1000ឆ្នាំក៏គ្មានកំណើតដែរអត់មានកំណើតទេហើយប្រិយមិត្តលោកអ្នកស្ដាប់លោកស្ដាប់ខ្ញុំកាលណាខ្ញុំបាទហើយលោកចាំទុកគ្រាន់តែប្រឆាំងស្រែកជេរនៅខាងក្រៅនោះគ្មានកំណើតទេប៉ុន្តែប្រសិនបើក្រុមនោះមកបើកគណៈបកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតបើទោះជាអាណត្តិនេះមិនឈ្នះអាណត្តិក្រោយក៏អាចឈ្នះអាណត្តិក្រោយទៀតមិនឈ្នះអាណត្តិក្រោយទៀតក៏អាចឈ្នះយ៉ាងហោចណាស់មានប្រជាពលរដ្ឋស្គាល់ក្នុងគោលដៅប្រជាធិបតេយ្យតាមបែបគណៈបកដែរតែផ្ទុយទៅវិញប្រសិនបើក្រមជ្រុលនិយមនៅក្រៅប្រទេសដឹកនាំដោយតាអ្នកទោសនៅបារាំងបានត្រឹមតែមកនិយាយខ្វាយនៅខាងក្រៅបែបនេះទោះបីជានិយាយ1000ឆ្នាំក៏គ្មានកំណើតដែរកុំថាតែចាស់ចំនួននេះនៅក្រៅប្រទេសដែលជាក្រមជ្រុលនិយមសូម្បីតែកូនអ្នកជ្រុលនិយមចៅអ្នកជ្រុលនិយមចៅទួតចៅលួតចៅលារបស់ក្រមជ្រុលនិយមនោះក៏គ្មានកំណើតទាំងពូជដែរហេតុអីបានថាគ្មានកំណើតពីព្រោះវាគ្មានកាលាណាដែលត្រូវឈ្នះអ្នកក្នុងកើតទេហើយសូមលោកពិចារណាចុះប្រិមិត្តលោកពិចារណាចុះគឺពិតជាបែបអញ្ចឹងដូចខ្ញុំប្រកាសណាខ្ញុំបាននិយាយអញ្ចឹងបើចូលរួមប្រកួតប្រជែងតាមរយៈការបើកគណៈបកនោះវាអាចមានឱកាសហើយបើបិទឱកាសខ្លួនឯងនៅតែស្រែកជេរនៅខាងក្រៅនៅតែលាបពណ៌នៅតែចោតប្រកាន់នៅខាងក្រៅធ្វើបែបនេះ1000ឆ្នាំទៀតក៏អត់កំណើតដែរហើយប្រិមត្តលោកស្ដាប់លោកចាំទៅអត់ខុសទេពីព្រោះគេមានគោលដៅធ្វើត្រឹមត្រូវមិនទាំងឈ្នះផងគេមានគោលដៅធ្វើត្រឹមត្រូវពិតប្រាកដមិនទាំងទៅមុខផងតម្រាំដល់ឯងចាំទៅឆាកឱកាសតម្រាំដល់ឯងគ្រាន់តែនិយាយតាមបណ្ដាញសង្គម TikTok ឬ Facebook ទៅយកឈ្នះគេល្មិចមើលទៅវាគ្មានកាលាណាដែលថាត្រូវឈ្នះទាល់តែសោះវាគ្មានកាលាមានកំណើតទាល់តែសោះគឺកាលាអត់កំណើតនឹងតែហ្មងឥឡូវប្រិមត្តលោកអ្នកស្ដាប់លោកពិចារណាមើលដូចជាក្រមជ្រុលនិយមដែលដឹកនាំដោយតាអ្នកទោសនៅបារាំងមានមានក្រមគេនឹងគ្រាន់តែនិយាយតាម TikTok គ្រាន់តែនិយាយតាម Facebook ដែលថាឲ្យផ្ដួលរំលំរដ្ឋាភិបាលផ្ដួលរំលំរដ្ឋាភិបាលបើគ្រាន់តែនិយាយបែបនេះវាគ្មានកំណើតទាល់តែសោះទៅណាវាមានច្រកណាឥឡូវលោកតាលោកយាយព្រះមលោកអ្នកស្ដាប់លោកមើលមានច្រកណាដែលថាជោគជ័យក្រមជ្រុលនិយមធ្វើរាល់ថ្ងៃនឹងមានកាលាណាដែលថាជោគជ័យមើលជោគជ័យតាមច្រកណាឥឡូវជោគជ័យតាមច្រកណាបានផលដោយតាមច្រកណាឥឡូវបានផលតាមច្រកណាបើក្រុមនឹងគ្រាន់តែនិយាយតាម Facebook និង TikTok នឹងវាមានអីនឹងមានកំណើតហើយខ្ញុំប្រកាសណាខ្ញុំបាននិយាយនេះសូមប្រិយមិត្តលោកអ្នកស្ដាប់លោកយកទៅពិចារណាលោកស្ដាប់ឮឲ្យលោកពិចារណាមើលចុះអត់មានកំណើតវាគ្មានកាលាណាវាអត់មានកាលាណាដែលថាមានកំណើតវាអត់សោះតែហ្មងឥឡូវខ្ញុំប្រកាសណាខ្ញុំបានប្រៀបធៀបថាអញ្ចឹងឧទាហរណ៍ថាកសិករម្នាក់គាត់មានគម្រោងគាត់ថានឹងដាំបន្លែនៅក្រោយផ្ទះហ្នឹងគាត់មានដីប៉ុណ្ណឹងគាត់នឹងដាំបន្លែ5រង
ដាំស្ពៃ5រងក្នុង5រងស្ពៃនេះដល់ពេលឲ្យផលក្នុង1រងយ៉ាងហោចណាស់ក៏50000ដែរអញ្ចឹងដាំ5រងវាបាន250,000ដែរពេលដែលស្ពៃវាឲ្យផលកសិករមានគ្នា2នាក់កសិករមួយគេចាប់ផ្ដើមទៅកាប់ដីទៅឈូសឆាយដីគេដាក់ជីគេសម្អាតស្មៅគេយកគ្រាប់ជីយកមកផ្សាំគេយកគ្រាប់ស្ពៃយកមកបដោះកសិករមួយទៀតចង់ដាំស្ពៃដោយគេតែគ្រាន់តែនិយាយថាខ្លួននឹងដាំស្ពៃ5រងដោយតកសិករនោះដែរប៉ុន្តែស្ពៃគេមិនមែនលក់បាន50000ទេលក់បាន100000ក្នុង1រងអញ្ចឹងខាងនេះបានតែ250,000ទេចំណែកខាងនេះបានដល់តែ50,000នេះនោះប៉ុន្តែកសិករឈួតលីលាមួយនឹងអត់ធ្វើដីមិនដឹងនៅឯណាគ្រាន់តែនិយាយមិនដឹងដីដែលត្រូវដាំស្ពៃនៅឯណាធ្វើដីក៏មិនដឹងទៅធ្វើនៅឯណាគ្រាប់ស្ពៃក៏មិនដឹងនៅឯណាទឹកក៏មិនដឹងនៅឯណាគ្រាន់តែនិយាយថាដាំស្ពៃ1រងបាន100000ពេលដែលឲ្យផលបើឯងមិនទាំងមានស្អីទាំងអស់ហើយទៅសង្ឃឹមថាបានផល1រង100000ណាមិនទៅអ្នកក្រុមជ្រុលនិយមនឹងដូចគ្នាព្រះធេរានុត្រៈគ្រប់ព្រះអង្គនិងលោកតាលោកយាយព្រះមេលោកអ្នកស្ដាប់លោកស្ដាប់ខ្ញុំកាលណាប្រៀបធៀបនឹងឲ្យលោកសង្កេតមើលអញ្ចឹងមែនអត់គេដាំស្ពៃគេស្រោចទឹកគេបោចស្មៅគេដាក់ជីឯណែគេបានផលរហូតឯណែធ្វើនយោបាយដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកនៅពេលបច្ចុប្បន្នហ្នឹងអញ្ចឹងអ្នកនយោបាយជាង10គណៈបកនយោបាយ20គណៈបកនយោបាយបើគេមិនលក់បាន50000ក៏គេលក់បាន2-30000ដោយសារតែគេបើគណៈបកនយោបាយគេផ្សព្វផ្សាយគោលនយោបាយរបស់គេចំណែកអាក្រុមជ្រុលនិយមដោយកសិករមួយហ្នឹងគ្រាន់តែថា1រងស្ពៃបាន100000ប៉ុន្តែវាគ្មានកំណើតស្អីវាបើស្អីក៏គ្មានស្អីក៏គ្មានបានតែនិយាយអញ្ចឹងហើយខ្ញុំកាលណាខ្ញុំបានប្រៀបធៀបនោះដូចណាស់ប្រិមិត្តលោកដែលស្ដាប់លោកប្រៀបធៀបមើលគ្រាន់តែថាកម្រងដាំស្ពៃដោយគេដែរប៉ុន្តែអត់ទាំងធ្វើស្អីផងហ្នឹងហើយវាបានផលមកពីណាបានអីស៊ីវាអត់មានអីស៊ីទេហើយលោកពិចារណាមើលតើអញ្ចឹងមែនអត់បើធ្វើកសិកម្មគ្រាន់តែថាបើខ្ញុំនឹងដាំស្ពៃក្នុង1រងឲ្យបាន100000ក្នុងមួយរដូវពេលដែលវាឲ្យផលបាន100000គ្រាន់តែថាប៉ុន្តែឯងមិនទាំងដាំមិនដឹងដីនៅឯណាផងក្រុមជ្រុលនិយមដែលដឹកនាំដោយតាអ្នកទោសនៅបារាំងអញ្ចឹងដូចកសិករដែលតែចង់ដាំស្ពៃមិនដឹងដីនៅឯណាជីនៅឯណាស្ពៃនៅឯណាអត់មានអីទាំងអស់គេនេះគេទៅស្រាក់ទៅស្រាំមែនតែនណាដូចជាគណៈបកប្រជាជនកម្ពុជាគឺមានគោលដៅច្បាស់ណាស់មានទស្សនវិស័យច្បាស់ណាស់រឿងនយោបាយនេះដូច្នេះបានផលរហូតនឹងប្រជាពលរដ្ឋគ្រប់គ្រងរហូតនឹងហើយក្រុមជ្រុលនិយមដឹកនាំដោយតាអ្នកទោសនៅបារាំងនោះបានតែប្រៀបធៀបបានតែឧទាហរណ៍គ្មានអីទាំងអស់វាគ្មានកាលាមានកំណើតសោះត្មងទៅណាខ្ញុំកាលណាខ្ញុំបានមើលអត់មានហើយអ្នកនយោបាយច្រើនណាស់ដែលគេមានចំណេះដឹងខ្ពង់ខ្ពស់ច្រើនណាស់គេមើលឃើញថាក្រុមជ្រុលនិយមនៅក្រៅប្រទេសនឹងអត់កំណើតវាអត់មានសកម្មភាពអ្វីដែលមានកំណើតអត់មានសោះសកម្មភាពដែលមានសុទ្ធតែជាសកម្មភាពអត់កំណើតដូចជាការនិយាយតាមប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម TikTok Facebook ឯនោះវាមានកំណើតស្អីវាអាគ្រាន់តែនិយាយចុងនោះមិនទាំងធ្វើសកម្មភាពអ្វីដែលជាដុំកពួនផងវាមានកំណើតមកពីណា